Hello បងដូចជាខានជួបគ្នាយូរឥឡូវបានត្រឡប់មកវិញហើយជាមួយនឹងម្ហូបថ្មីជួយបងមើលចឹងមុនពេលយើងចាប់តាមសូមកាហ្វេបង្កែសិនដើម្បីមានកម្លាំងធ្វើម្ហូបធម្មតាបើសិនជាអ្នកធ្វើម្ហូបនឹងអត់មានកម្លាំងអត់មាន energy នៅក្នុងខ្លួនក្នុងការធ្វើម្ហូបទេម្ហូបនឹងធ្វើក៏អត់ឆ្ងាញ់ដែរតើតាបានបើ energy សិនដាស់ស្ទាក់អារម្មណ៍សិនបានធ្វើម្ហូបទៅរួចតើមកនៅក្នុងម្ហូបមួយមុខដែលបានបង្ហាញរូបពីដំបូងហ្នឹងយើងមានគ្រឿងផ្សំដូចជាតើកាមន់ហើយនឹងអាស្ពៃនេះអានេះខ្ញុំមិនដឹងថាគេហៅអីគេប៉ុន្តែនៅផ្សារទៅមានលក់អីភិកច្រើននៅផ្សារមានលក់ហើយមានខ្ញីលខ្ទឹមសស្ដេចដីប៉ុណ្ណឹងហើយអានេះខ្ញុំអេតខាងក្រៅតកតងមួយប្រភេទបំណែកមាន់ដូចជើងមាន់កមាន់ហើយនឹងស្លាបមាន់តែយើងអត់ដឹងថាយកទៅធ្វើអីហ៎អញ្ចឹងដាក់មកងាស់មួយស្ដេចដីអាហ្នឹងបានជាស៊ុបមួយចានតូចមួយឆ្នាំងតូចខ្ញុំមិនដឹងថាអាហ្នឹងបើអីទេប៉ុន្តែចូលចិត្តហត់អាហ្នឹងមានអារម្មណ៍ថាពេលហត់ទៅវាស្រួលខ្លួនហើយសាច់ស្អាតទៀតបងអាចសាកធ្វើបានណាបើសិនជាសល់ជើងមាន់កមាន់អត់ដឹងធ្វើអីហ៎អានេះខ្ញុំថែមស្លាបតិចទៅព្រោះស្លាបហ្នឹងខ្ញុំខ្ជិលយកហើយយើងដាក់អំបិលតែមួយជីបមកបានហើយមិនបាច់ដាក់អីច្រើននេះដាក់ច្រើនវាទៅជាមានរសជាតិទៅញ៉ាំទៅអត់ស្រួលខ្លួនវាទៅជាអីផ្សេងអញ្ចឹងដឹងអីហើយបន្ទាប់ពីយើងធ្វើអាស៊ុបដែលអេតថែមខាងក្រៅហ្នឹងហើយតើមកឥឡូវចាប់ដើមងាកមកធ្វើម្ហូបដែលបង្ហាញពីដំបូងវិញហើយអញ្ចឹងដំបូងយើងដាក់ដាំទឹកហ្នឹងបើកហ្គាសភ្លាមដាក់ខ្ទឹមដាក់ខ្ញីហើយដាក់មាន់ចូលស្ងោរវាយកសាច់ឲ្យឆ្អិនហ្មងអាហ្នឹងបងចង់ស្ងោរក៏បានចង់ចំហុយក៏បានដែរសិតតែចិត្តបងទេតែគ្រាន់តែខ្ញុំខ្ជិលចំហុយខ្ជិលរៀបឆ្នាំងចំហុយអញ្ចឹងខ្ញុំដាក់ស្ងោរយកហ្មងលឿនចាប់បានញ៉ាំហើយកុំភ្លេចដាក់អំបិលមួយចិបផងអានេះខ្ញុំមិនដឹងថាមូលហេតុអីតែនៅផ្ទះខ្ញុំឲ្យតែពេលស្ងោរពេលអីចឹងម៉ាក់ក៏ដាក់អំបិលមួយចិបរហូតហើយបន្ទាប់ពីយើងដាក់ស្ងោរមាន់ហើយតមកអាស្ពៃដូចខ្ញុំប្រាប់បងមុនហ្នឹងខ្ញុំភ្លេចឈ្មោះតែឥឡូវនឹកឃើញវិញបងអាហ្នឹងគេហៅកញ្ឆាយហ្នឹងយើងយកកញ្ឆាយហ្នឹងមកហាន់វាដុំតូចមកហើយតមកយកវាមកសតទឹកក្តៅសោះមកមុំប្រហែលជា1នាទីអីទៅដល់1នាទីអត់ដឹងអីមកមុំហើយយកមកត្រាំតកអាក្នុងវីដេអូនេះខ្ញុំរៀងកាត់តអញ្ចឹងទៅបងឃើញដូចខ្ញុំដាក់ចូលភ្លាមស្រង់ភ្លាមអញ្ចឹងតែមិនមែនដាក់ភ្លាមស្រង់ភ្លាមទេណាហើយកញ្ឆាយហ្នឹងខ្ញុំតំដាក់លើកទី1ទៅខ្ញុំដាក់រៀងតិចទៅរៀងអត់សូវឆ្ងាញ់បងអាចដាក់ច្រើនបានអានឹងដាក់ច្រើនឆ្ងាញ់ហើយតមកបន្ទាប់ពីមាន់យើងឆ្អិនយើងយកវាមកបេះសាច់តូចហើយយើងដួសកញ្ឆាយពីអាឆ្នាំងតកដែលយើងដាក់ត្រាំហ្នឹងយកវាមកដាក់ចូលគ្នាអញ្ចឹងបន្ទាប់ពីដួសកញ្ឆាយអស់ហើយតមកយើងចាប់ដើមត្រៀមសសសម្រាប់ប្រឡាក់ច្បល់គ្នាមួយមាន់ហើយនឹងកញ្ឆាយហ្នឹងអញ្ចឹងតកតមួយសសហ្នឹងយើងធ្វើមានដាក់ដូចជាខ្ទឹមសស្លឹកខ្ទឹមប្រេងខ្យងទឹកស្អ៊ីវហើយនឹងរ៉ូឌីតិចទៅអាហ្នឹងលីតាមបងចូលចិត្តតែខ្ញុំអត់ហ៊ានថាព្រោះអីរសជាតិម្នាក់ខុសគ្នាអ្នកខ្លះគាត់ចូលចិត្តប្រៃអ្នកខ្លះគាត់ចូលចិត្តផ្អែមហ្មងសម្រាប់ខ្ញុំរៀងចូលចិត្តប្រៃដល់ពេលខ្ញុំដាក់តែប៉ុណ្្នឹងទៅរៀងស្ទើបន្តិចតែអត់អីទេបើស្ទើយើងអាចនឹងថែមបានបងហើយតមកកុំភ្លេចដាំខ្លាញ់ឲ្យពុះហើយយកមកចាក់លីច្បល់មួយទឹកសសដែលយើងត្រៀមនឹងដាំខ្លាញ់អញ្ចឹងពេលចាក់លីគ្នាភ្លាមទៅវាឈ្ងុយខ្លាំងណាស់បងអញ្ចឹងតទៅពីយើងច្បល់វាចូលជាតិសប់ហើយយើងដួសអាសសហ្នឹងរៀងចម្រាញ់ខ្លាញ់តិចបងកុំដាក់ខ្លាញ់ទាំងអស់ខ្លាញ់ច្រើនពេកដួសតាសាច់សសហ្នឹងបានយកមកច្បល់មួយមាន់ព្យាយាមដួសកុំឲ្យដល់ខ្លាញ់កាន់តែច្រើនកាន់តែល្អហើយតបមកយើងដួសអស់ហើយតបមកយើងច្បល់វាអានេះខ្ញុំមានកាត់តិចច្បល់ហើយនេះបងពេលច្បល់ហើយបងដួសដាក់ចានហ្មងមកអាហ្នឹងបងចង់ហូបទាំងចឹងហ្មងក៏បានគ្របផ្លាស្ទិកទុកទូទឹកកកសិនក៏បានដែរចាំវាត្រជាក់ចាំញ៉ាំអាហ្នឹងត្រជាក់ឆ្ងាញ់ជាងបងដល់ពេលខ្ញុំញ៉ាំរៀងតែទៅភ្លាមញ៉ាំភ្លាមទៅអត់សូវឆ្ងាញ់វាដូចអត់តន់ចូលជាតិទេហើយនេះរូបភាពរបស់យើងអូយតំណងមែនតើបងឆ្ងាញ់បងអាចសាកធ្វើបានណាអាហ្នឹងបើសិនជាស្ទើបងអាចលាយមួយអំបិលមួយហិចបានណាបងមិនលាយជ្រលក់អំបិលមួយហិចតែមកនេះយើងងាកមកមើលទឹកស៊ុបដែលខ្ញុំថែមខាងក្រៅវាពុះហើយខ្ញុំគ្រាន់ចង់ឲ្យបងមើលថាទឹកស៊ុបហ្នឹងរបៀបម៉េចមិនញ៉ាំសាច់ទេសាច់ហ្នឹងវាអស់ជាតិទេឡើងឆ្ងាញ់ហើយដាច់ដីហ្នឹងក៏បាច់ញ៉ាំដែរចឹងបងតែញ៉ាំហ្នឹងដួសយកតែទឹកយកមកហត់មកបានហើយជាធម្មតាអាហ្នឹងបើសិនជាខ្ញុំហត់មុនញ៉ាំបាយបងអាចហត់មុនញ៉ាំបាយក៏បានហត់ពេលណាក៏បានដែរតែបងចូលចិត្តអូបច្ចៈមួយទៀតបងអាទឹកស៊ុបមាន់ដែលខ្ញុំអេតខាងក្រៅហ្នឹងអាហ្នឹងហត់ក្តៅបានឆ្ងាញ់បងទុកត្រជាក់អត់ឆ្ងាញ់ទេអរគុណបងបាយបាយ